จัดแต่ថ្ងៃនេះខ្ញុំមកពីថ្នាក់ទី 10A នៃវិទ្យាល័យព្រះអង្គឌួងដែលខ្ញុំជាតំណាងក្រុមទី 3 នាងខ្ញុំឈ្មោះគង់វិស័យមុននឹងយើងចូលទៅដល់មេរៀនយើងត្រូវស្គាល់ពីរូបគុំរបស់ផ្សិតសិនចឹងមេត្តារបស់យើងមាន3ទី1រូបគុំ2ទូនាទីរបស់ផ្សិតក្នុងធម្មជាតិ3វដ្តជីវិតរបស់ផ្សិត 3.1 ការបន្តពូជដោយភេទនិងការបន្តពូជដោយភេទ4លីឡែមឥឡូវយើងចូលទៅដល់1រូបគុំចឹងមុននឹងយើងចូលទៅដល់រូបគុំរបស់វាយើងត្រូវស្គាល់ពីផ្សិតសិនផ្សិតគឺជាឯកកោសិការហូតដល់ពហុកោសិកាអញ្ចឹងផ្សិតទាំងអស់ហ្នឹងបង្កឡើងពីកោសិកាដែលរុំព័ទ្ធជុំវិញដោយគ្នាគ្រោងកោសិការបស់ផ្សិតភាគច្រើនមានរូបគុំជាអ៊ីបលើកលែងតែផ្សិតដែលងាយជាងគេបំផុតដូចជាកំបែចឹងអ៊ីបមានរាងជាបំពង់សរសៃឆ្មាបែកមែកប្រទាក់ក្រឡាគ្នាដែលបង្កើតបានជាសារពាង្គកាយរបស់ផ្សិតពហុកោសិកាចឹងផ្សិតមានរូបរាងខុសៗគ្នាអាស្រ័យនឹងការតម្រៀបអ៊ីបរបស់វាចឹងផ្សិតវាស្រូបយកអាហារតាមរយៈអ៊ីបដែលដុះចូលទៅក្នុងប្រភពអាហារចឹងផ្សិតនឹងភាគច្រើនបន្តពូជដោយស្ពរនឹងវាផ្ទុកសរីរាង្គពិសេមួយហៅថាស្ពររកចឹងពេលស្ពរធ្លាក់ទៅលើដីសើមវាលូតលាស់បានជាផ្សិតថ្មីមួយទៀតចឹងអ៊ីបនឹងវានៅផ្នែកខាងក្រោមដីឯងហើយបន្ទាប់មកក៏វាបានលូតលាស់ឡើងទៅជាបន្តបន្ទាប់ហើយបានវាចាប់បានខ្លាចជាអ៊ីបបន្ទាប់មកវាខ្លាចទៅរហូតទៅខ្លាចជាជើងបន្ទាប់មកវាមានបន្ទះចឹងអាកន្លែងហ្នឹងវារាងជាបន្ទះឈើចឹងបានជាបន្ទះហើយនេះគឺជាកន្លែងមុខចឹងអាកន្លែងក្តោបខាងពីលើបន្ទះហ្នឹងគេហៅថាមុខហើយបន្ទះនិងមុខហ្នឹងហើយនឹងទាំងអស់ហ្នឹងនិយាយរួមគឺជាកន្សោមស្ពរអញ្ចឹងផ្សិតខ្លះទៀតអ៊ីបរបស់វាតម្រៀបគ្នាយ៉ាងណែនហ្មងហើយចឹងជើងនិងមុខរបស់វានឹងកើតឡើងពីការតម្រៀបអ៊ីបយ៉ាងណែនដែលធ្វើឲ្យផ្សិតមានភាពរឹងមាំបានយ៉ាងល្អចឹងឥឡូវយើងចូលទៅដល់ចំណុចទី2តួនាទីរបស់ផ្សិតក្នុងធម្មជាតិចឹងផ្សិតមួយចំនួនធំជាអាហាររបស់មនុស្សផ្សិតដើរតួនាទីសំខាន់ក្នុងការបំបែកនិងការបង្កើតវដ្តរូបធម្មធាតុនៅលើផែនដីចឹងជីវៈឈ្មោះAlexander Fleming ជនជាតិអេក្លូសគឺជាអ្នកដែលបានបង្កើតសមិទ្ធកម្មថាផ្សិតផ្អួរផលិតសារធាតុម្យ៉ាងដែលសម្លាប់បាក់តេរីនៅក្បែរវាផ្សិតផ្អួរនេះគាត់អាចឲ្យឈ្មោះថាពេនីសូយ៉ូមឯសារធាតុម្យ៉ាងនោះគាត់ហៅថាពេនីស៊ីលីនចឹងផ្សិតទាំងអស់វាផ្សិតខ្លះអាចញ៉ាំបានផ្សិតខ្លះក៏អាចញ៉ាំមិនបានដែរព្រោះអីផ្សិតវាបែងចែកទៅតាមលក្ខណៈខុសៗគ្នាផ្សិតខ្លះហូបទៅពុលផ្សិតខ្លះហូបទៅមិនអីជាដើមចឹងជំងឺផ្សិតផ្សេងមានការឆ្លងរីករាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតគេអាចប្រើថ្នាំអង់ទីផ្សិតដើម្បីការពារជំងឺដែលបង្កឡើងដោយផ្សិត
ចឹងឧទាហរណ៍យើងហូបទៅវាប៉ះពាល់ខ្លាំងវាអាចបង្កជំងឺផ្សេងបានយ៉ាងធ្ងន់ធ្ងរចឹងផ្សិតមួយចំនួនជាប៉ារ៉ាស៊ីតបណ្ដាលឲ្យមានជំងឺយ៉ាងធ្ងន់ធ្ងរចំពោះរុក្ខជាតិជាដើមចឹងផ្សិតមួយចំនួនបង្កជំងឺដល់រុក្ខជាតិដែលបំផ្លាញដោយជំងឺផ្សិតមានដូចជារុក្ខជាតិស្រូវសណ្តែកសៀងកំបាសដំឡូងប៉ោមទំពាំងបាយជូរស្វាយជាដើមចឹងផ្សិតបង្កជំងឺដល់មនុស្សដូចជាស្រែកនិងជំងឺផ្សិតផ្សេងទៀតបានជាជំងឺទាំងនេះបណ្ដាលឲ្យរមាស់និងកន្ទួលលើស្បែកពីព្រោះផ្សិតផលិតស្ករចំកន្លែងមានរបួសនិងដំបៅចឹងជំងឺផ្សិតហ្នឹងវាកើតឡើងតែចន្លោះម្រាមជើងដែលវាមានលក្ខណៈសើមបណ្ដាលឲ្យរមាស់កន្ទួលរមាស់ក្រហាយជាដើមឥឡូវយើងចូលទៅដល់ចំណុចទី3វដ្តជីវិតរបស់ផ្សិតចឹងផ្សិតទាំងអស់ហ្នឹងចឹងនិយាយថាចំណុចទី3ហ្នឹងផ្សិតមាននៅគ្រប់ទីកន្លែងចឹងវិធីបន្តពូជរបស់វាហ្នឹងការរស់រានមានជីវិតនិងការពង្រាយចឹងស្ពវាមានទម្ងន់យ៉ាងស្រាលដែលព័ទ្ធជុំវិញដោយសម្បកការពារហើយអាចដឹកនាំយ៉ាងងាយទៅកាន់កន្លែងផ្សេងទៀតតាមខ្យល់ឬតាមទឹកហូរផ្សិតបង្កើតស្ពរាប់លានដែលភាគច្រើនអាចរស់នៅចឹងឧទាហរណ៍ផ្សិតផ្អួរលើនំប៉័ងអ៊ីបរបស់វាដុះត្រង់ឡើងលើហើយនៅខាងចុងអ៊ីបនោះមានថង់ស្ពមួយពណ៌ខ្មៅកើតឡើងថង់ស្ពនោះគឺជាស្ពរងចឹងឥឡូវយើងចូលទៅដល់ 3.1 ការបន្តពូជដោយឥតភេទការបន្តពូជដោយឥតភេទនឹងកើតឡើងនៅពេលមានសំណើមនិងការអាហារគ្រប់គ្រាន់ផ្សិតផលិតចឹង 3.2 ការបន្តពូជដោយភេទនឹងមានអ៊ីបពីរលូតលាស់ជាមួយគ្នាបន្ទាប់មកមានបណ្ដូលសម្ភារៈបំណពូជការបន្តពូជនេះកើតឡើងពីការភ្ជាប់អ៊ីបនិងការផលិតស្ពលូតលាស់ជាផ្សិតដែលមានសម្ភារៈបំណពូជខុសពីមេបារបស់វានេះគឺជាការបន្តពូជដោយឥតភេទឥឡូវយើងចូលទៅដល់ចំណុចទី4លីកានកើតឡើងពីផ្សិតនិងសារ៉ាយឬបាក់តេរីស្វ័យជីវដែលរស់នៅរួមគ្នាក្នុងទំនាក់ទំនងសហប្រាណមួយផ្សិតស្រូបយកអាហារដែលផលិតដោយសារ៉ាយឬបាក់តេរីស្រូបទឹកនិងសារធាតុខនិជពីផ្សិតព្រមទាំងយកផ្សិតធ្វើជាចម្រឹកទៀតផងចឹងអ្នកទាំងអស់គ្នាធ្លាប់ស្គាល់មកហើយថាលីកានក្រៀមដែលដុះនៅលើសម្បកឈើឬថ្មជាដើមដូចនៅក្នុងរូបភាពនេះចឹងដែលវាដុះនៅលើថ្មឬឈើជាដើមចឹងណាអ្នកទាំងអស់គ្នាជាចុងក្រោយនាងខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនានិងស្ដាប់វីដេអូនាងខ្ញុំសូមអរគុណ